千古风流人。ព្រះអង្គច្បាយស្រុកថ្មីនៃស្រុកអូចៅនៅក្នុងសាររបស់គេបានសាច់ចំអកមន្ត្រីរាជការប្របាទដល់ព្រះអង្គនៅក្នុងសាររបស់គេនិយាយថាអ្នកដែលបង្កើតច្បាប់ថ្មីខ្វះការពិចារណាមានគំនិតមើលងាយមើលថោកមន្ត្រីទាំងនេះគេនៅតែមានការជំទាស់នឹងច្បាប់ថ្មីគេចង់និយាយថាអ្នកដែលគ្រប់គ្រងច្បាប់ថ្មីសុទ្ធតែជាមនុស្សល្ងងដូចជាកូនក្មេងហើយក៏ជាមនុស្សដែលចូលចិត្តបង្ករឿងទៀតផងស៊ូស៊ឺគេនិយាយថាខ្លួនគេអាចចិញ្ចឹមសត្វដើម្បីរស់ដោយខ្លួនឯងបាននោះបានសេចក្តីថាច្បាប់ថ្មីគ្មានសមត្ថភាពចិញ្ចឹមប្រជារាស្ត្រពាក្យទាំងនេះគឺបន្ទោសដល់ព្រះអង្គក្រាបទូលម្យ៉ាងទៀតឲ្យតែមានគ្រោះធម្មជាតិកើតឡើងគេតែងតែផ្សព្វផ្សាយពាក្យចចាមអារ៉ាបន្ទោសច្បាប់ថ្មីគេប្រើកំណាប់របស់គេវៃតម្លៃរាជការហើយផ្សព្វផ្សាយគ្រប់ទីកន្លែងមានការប៉ះទង្គិចយ៉ាងខ្លាំងបើសិនជាបណ្ដោយឲ្យគេធ្វើយ៉ាងនេះតទៅទៀតប្រកាសជាមានគ្រោះថ្នាក់ធំណាស់សូមព្រះអង្គទ្រង់យល់ដល់ច្បាប់ថ្មីដែលបង្កើតឡើងដោយពិបាកនិងអនុត្តមន្ត្រីដែលបង្កើតច្បាប់ថ្មីសូមព្រះអង្គប្រទានទោសទៅម្នាក់នេះក្រាបទូលពាក្យកំណាព្យគឺជាការតែងលេងមិនអាចយកជាការបានព្រះអង្គទូបង្គំមានការចောက်ទូលនិយាយមកចោះអរព្រះគុណព្រះអង្គនេះគឺជាគម្ពីរកំដាប់របស់ស៊ូស៊ឺដែលទូបង្គំប្រមូលផ្ដុំសូមព្រះអង្គទតឆាប់យកមកព្រះអង្គទូបង្គំឃើញស៊ូស៊ឺនៅអូចៅផ្ញើសារម្ដងតែងមានពាក្យបញ្ឈឺនឹងបង្អាប់រាជការប្រជារាស្ត្រម្នាក់ដណ្ដើមយកមកអានមន្ត្រីស្លូតត្រង់ទាំងនោះមិនសប្បាយចិត្តខ្លាំងណាស់តាំងពីព្រះអង្គប្រកាសប្រើច្បាប់ថ្មីមកអ្នកចំទាស់ក៏មិនតិចដែរមនុស្សដែលមានគំនិតអាក្រក់មានតែស៊ូស៊ឺទេជាអ្នកនាំមុខជាងគេពាក្យនីមួយៗគឺប៉ះទង្គិចដល់ព្រះអង្គជំរុញច្បាប់ខ្ចីប្រាក់ដើម្បីទិញពូជដំណាំដើម្បីជួយរាស្ត្របង្កបង្កើនផលប៉ុន្តែស៊ូស៊ឺបែរជានិយាយថាមិនថាក្មេងមិនថាចាស់អ្នកណាក៏ថាល្អមួយឆ្នាំទល់មួយឆ្នាំរស់ដោយសារតែខ្ចីប្រាក់គេនោះបានសេចក្តីថាបងប្អូនប្រជាកសិករទាំងចាស់ទាំងក្មេងតែងតែខ្ចីប្រាក់ពីរាជការដើម្បីទិញពូជដំណាំតែបែរជាយកប្រាក់ចាយផ្ដេសផ្ដាស់ទីបំផុតមិនថាចាស់ឬក្មេងត្រូវពឹងទៅលើប្រាក់ទាំងនេះដោះស្រាយជីវភាពរីឯការងារស្រែចម្ការត្រូវបោះបង់ចោលនេះហើយបើមិនមែនប្រមាថច្បាប់ថ្មីនោះបានន័យថាម៉េចព្រះអង្គមានព្រះមេត្តាស្រឡាញ់ប្រជារាស្ត្រគិតដល់ប្រជារាស្ត្រតែស៊ូស៊ឺគ្រាន់តែមានឈ្មោះល្បីល្បាញតែងកំណាព្យបែរជាប្រមាថដល់ព្រះអង្គយ៉ាងនេះសើចចំអកឲ្យរាជការសូមព្រះអង្គយល់តាមកំហុសរបស់ស៊ូស៊ឺប្រទានទោសទៅគេផងនេះហើយគឺជាការប្រមានសម្រាប់មន្ត្រីអាក្រក់បែបនេះព្រះអង្គទូបង្គំមានការទូលថ្វាយដែរអូនិយាយមកចោះអរព្រះគុណព្រះអង្គនៅក្នុងសាលាច្បាប់បានទទួលពាក្យបណ្ដឹងមួយពាក្យបណ្ដឹងនិយាយថាស៊ូស៊ឺនៅអូចៅទទួលតំណែងជាចៅហ្វាយស្រុកមួយថ្ងៃដឹងតែពីដើរលេងពេលនោះមានគេអញ្ជើញស៊ូស៊ឺទៅកាន់សួនច្បារដ៏ធំមួយដើម្បីមើលទេសភាពនៅទីនោះស៊ូស៊ឺក៏បានសរសេរឃ្លាមួយចំនួនថាក្នុងនាមជាព្រះមហាក្សត្រមិនត្រូវការអ្នកចេះមិនត្រូវការអ្នកដឹងច្រើនពេកចេះពេកតែងតែភ្លេចខ្លួនអ្នកដែលមិនចេះអាចភ្លេចទាំងព្រះមហាក្សត្រព្រះអង្គជាព្រះមហាក្សត្រដ៏ឆ្លៀសវៃស៊ូស៊ឺនិយាយនេះបានន័យថាបញ្យល់ឲ្យមនុស្សក្នុងលោកមិនចាំបាច់ខំរៀនទេមនុស្សក្នុងលោកមិនថាចេះឬមិនចេះគឺតែងតែភ្លេចពុកភ្លេចព្រះមហាក្សត្រចំណែកស៊ូស៊ឺនិយាយនេះបានន័យថាអ្នកចេះច្រើនជួនកាលក៏ភ្លេចពុកជួនកាលក៏ភ្លេចទាំងព្រះមហាក្សត្រព្រះអង្គស៊ូស៊ឺនិយាយនេះគឺចង់បញ្ជាក់ធ្វើតាមចននោះចៅធ្វើអ្វីក៏ដោយមិនត្រូវបង្ខំចិត្តទេតែច័ន្ទចៅរៀនមិនបានដិតដល់យល់មិនច្បាស់មូលបង្កាច់អត្តន័យរបស់ស៊ូស៊ឺពិតជាមានគំនិតអាក្រក់ណាស់ព្រះអង្គទូលបង្គំមានការចង់ទូលថ្វាយនិយាយមកអរប្រគុណព្រះអង្គស៊ូស៊ឺមានទោសកំហុស4
ប្រមាថព្រះអង្គសាចំអកព្រះអង្គដោយគ្មានការកោតខ្លាចនេះគឺជាទោសទី1បង្កើតនៅពាក្យជាចាំអារម្មណ៍ធ្វើឲ្យប្រជារាស្ត្រជ្រួលច្បល់មន្ត្រីជ្រួលច្បល់នេះគឺជាទោសទី2ប្រឆាំងច្បាប់ថ្មីប្រឆាំងរាជការនេះគឺជាទោសទី3មានចិត្តក្អេងក្អាងឆ្លៀតពីដែលមានគ្រោះធម្មជាតិកាត់ឡើងធ្វើខ្លួនឯងល្បីឈ្មោះដណ្ដើមយកស្នាដៃតែម្នាក់ឯងគ្មានសិលធម៌នេះគឺជាទោសកំហុសទី4សូមព្រះអង្គមានព្រះរាជតម្រិះប្រសាណាឲ្យស៊ូស៊ឺចូលមករាជធានីដើម្បីកាត់ក្តីទៅមើលព្រះអង្គរឿងនេះមិនទាន់មានភ័ស្តុតាងគួរតែពិនិត្យឲ្យបានច្បាស់សិនព្រះអង្គសំណាក់ច្បាប់គ្រប់គ្នាប្តឹងស៊ូស៊ឺថ្មីត្បិតនិយាយទៅសមហេតុផលប៉ុន្តែនៅតែមិនទាន់មានភ័ស្តុតាងគ្រប់គ្រាន់ការបញ្ឈឺរាជការសោយរាជការតាំងពីយូរលួងមកហើយមិនមែនមានតែស៊ូស៊ឺម្នាក់ឯងជាអ្នកធ្វើទេបើសិនជាចង់កាត់ទោសអ្នកកវីយ៉ាងនេះតើមហាសុំមានអ្នកកវីមកពីណាហ៊ានរៀបរាប់រឿងពិតទៀតម្យ៉ាងទៀតអ្វីដែលស៊ូស៊ឺសរសេរសិតតែជារឿងពិតប្រាកដមន្ត្រីសាលាច្បាប់និយាយនេះដើម្បីសម្ដែងទឹកចិត្តស្មោះនឹងព្រះអង្គតែជាក់ស្ដែងគឺវាយប្រហារទៅលើមន្ត្រីស្លូតត្រង់សូមព្រះអង្គកុំព្រះសម្ដាប់ការបញ្ចុះបញ្ចូលមន្ត្រីអាក្រក់មួយចំនួនលោកត្រឡប់ទៅវិញទៅគួរចាត់ការយ៉ាងណាយើងមានព្រះតម្រិះហើយនាំខ្លួនស៊ូស៊ឺមកសួរចម្លើយព្រះអង្គរឿងក្តីនេះប្រគល់ឲ្យមន្ត្រីសំណាក់ច្បាប់ចាំងចៅនិងមន្ត្រីសាលាក្តីលីទីងជាអ្នកដោះស្រាយទៅក្រាបទូលបិទសវនាការព្រះអង្គទូបង្គំមានការចង់ទូព្រះអង្គបិទសវនាការលោកបញ្ចាលីកុំប្រញាប់អីតាមរោតទៅទៀតទៅខ្ញុំបានតាមរកមនុស្សច្រើនណាស់ប៉ុន្តែគ្មានអ្នកណាស្ម័គ្រចិត្តនាំស៊ូស៊ឺបរិធានីទេលោកនិយាយខ្ញុំគឺជាមន្ត្រីប្រចាំនៅសាលាព្រំប្រទានធ្លាប់ជួបលោកម្ចាស់លីជាច្រើនលើកហើយអត់ទេលោកជាបញ្ញត្តិវង្សានុវង្សលោកមករកខ្ញុំតើមានកិច្ចការអីទៅលោកម្ចាស់ខ្ញុំមកព្រោះតែអ្វីលោកពិតជាមិនដឹងមែនទេសុំជឿហេមនុស្សអាក្រក់ធ្វើបាបមន្ត្រីល្អអយុត្តិធម៌ពេកហើយរាជសន្សាហើយចុះមានរឿងអីទៅបានជាខឹងយ៉ាងនេះគឺស៊ូស៊ឺត្រូវចាប់ខ្លួនមានទុកកំហុសអីលីទីចៅថាគេរំខាត់កិច្ចការរាជការតែងកំណាប់ក៏មានទោសដែរគេចង់ចោទថាបិចក៏បានដែរតាមតែយើងដឹងគម្ពីរកំណាប់របស់ស៊ូស៊ឺគឺព្រះរាជសន្និសាជាអ្នកបោះត្រាពិតមែនว่าគួយអាចចង្រៃនេះពិតជាព្រៃផ្សាយពេកហើយព្រះនាងឆាប់ទៅវល់ព្រះមហាក្សត្រយ៉ានីជួយដល់បោស៊ូស៊ឺផងឥឡូវនេះបងនឹកឃើញមកវល់ខ្ញុំហើយហ៎បងជាអ្នកនិយាយថាមិនវល់យើងរហូតនោះទេព្រះនាងមានប្រតិមេត្តាអភ័យទោសឲ្យទុំបង្គំទៅសំខាន់គឺជួយគេឲ្យបានបើខ្ញុំជួយបងរឿងដែលកន្លងផុតទៅគឺវានៅដដែលគឺមិនរវីរវល់នឹងយើងទេទេវតាជាអ្នកដឹកលឺទុំបង្គំមិនមែនជាមនុស្សរមិលគុណព្រះនាងទេព្រះនាងព្រះរាជសន្និសាក្រោកឡើងមកព្រះនាងទូលបង្គំសុំវរមេត្តាជួយស៊ូស៊ឺផងព្រះរាជសន្និសាជួយមិត្តភក្តិដោយស្មោះក្នុងនាមយើងជាប្រពន្ធរបស់បងមានរឿងអីថាមិនជួយម្យ៉ាងទៀតស៊ូស៊ឺគឺជាអ្នកមានទេពកោសល្យល្អជាមន្ត្រីល្អឥឡូវនេះយើងនឹងទៅអង្វរព្រះមេត្តាអរព្រះគុណហើយព្រះធីតបតីខ្ញុំមកវិញហើយអ្នកណាជាអ្នកនាំខ្លួនស៊ូស៊ឺគឺលោកម្ចាស់វាងពូជុនហេតុអីបានជាមានម្នាក់នេះចូលរូបដែរខ្ញុំមកស៊ើបរួចហើយវាងពូជុនគឺជាក្មួយសាច់ឆ្ងាយរបស់ព្រះមហាក្សត្រយ៉ានីមែនហើយស៊ូឆាប់ពេលនេះនៅណាត់ជីងឆាប់ជិះសេះជាបន្ទាន់ឲ្យដំណឹកទៅគេផងយើងនឹងឲ្យគេផ្ដោតដំណឹកទៅស៊ូស៊ឺទោះជាយ៉ាងណាឲ្យគេត្រៀមខ្លួនឲ្យឆាប់ឡើងបាទព្រះមេតាយ៉ាងម៉េចហ្នឹងមិនបាច់ញាប់អើយ៉ាងនេះ
រិទ្ធសនសាជាអ្នកចេញផ្សាយកំណាប់របស់ស៊ូស៊ឺតែមន្ត្រីសាលាច្បាប់ឆ្លៀតពេលនេះគេបានធ្វើការប្តឹងផ្តល់ស៊ូស៊ឺព្រះអង្គខ្ញាល់ពេកក៏ប្រទានទោសស៊ូស៊ឺថាជាអ្នកតែងកំណាប់ក្បត់មានរឿងបែបនេះផងហ៎ស៊ូស៊ឺជាអ្នកកវីដ៏ល្បីនៅហានជើមិជើស៊ីជើមានស្នាដៃអស្ចារ្យខ្លាំងណាស់អ្នករៀនសូត្រតែប្រមាណតែងទុកគេជាកំពូលអ្នកប្រាជ្ញម្នាក់ហេតុអីបានជាស្រាប់តែមានទោសធ្ងន់យ៉ាងនេះទៅវិញកំណាប់ទាំងនេះរំលងទៅយូរឆ្នាំហើយតើប្រកាសជាមានមនុស្សអាក្រក់ចង់ទម្លាក់កំហុសទៅលើគាត់ទីដឹងព្រះមេដាមានបន្ទូលត្រូវណាស់តែពេលនេះសភាពការគឺមានការតឹងតែងណាស់ព្រះមេដាឆាប់ជួយស៊ូស៊ឺផងទៅណែបញ្ឈប់តំណែងយូរហើយនៅទេគ្រាន់តែនាំខ្លួនទៅសួរចម្លើយតែប៉ុណ្ណោះទេមិនអីទេឥឡូវនេះកុំអាលទៅរកព្រះអង្គអីម្យ៉ាងទៀតច្បាប់ដូនតាកំណត់ថាស្រីកុំឲ្យលូកលាន់ក្នុងរឿងរាជការបើរឿងនេះមិនទាន់ឃើញការពិតទេយើងមានវិធីរបស់យើងនេះជាការពិតជាការពិតហើយប្រតិទិបតីជាអ្នកប្រាប់ខ្ញុំនៅផ្ទាល់លីហ្វូបាទ ធ្វើដំណើរទៅតាមអបប្រុសខ្ញុំនៅអ៊ូចៅហើយយកសម្បត្តិនេះប្រគល់ឲ្យគាត់ដោយផ្ទាល់ប្រាប់គាត់ថាព្រះមហាក្សត្រចេញវិជាស្រាវជ្រាវរឿងក្តីរបស់គាត់អ្នកដែលនាំខ្លួនគាត់កំពុងតែចេញដំណើរហើយសូមឲ្យគាត់ត្រៀមខ្លួនឲ្យហើយទៅតែលោកម្ចាស់បើសិនជាផ្ដោតដំណឹងឲ្យគាត់គឺជារឿងខុសច្បាប់បើសិនជានេះឆ្កាដេញដោលលោកម្ចាស់ប្រកាសជាមានផលវិបាកហើយទោះជាខ្ញុំជាប់គុកក៏ខ្ញុំមិនឲ្យបងប្រុសខ្ញុំជាប់គុកដែរយ៉ាងច្រើនបងប្អូនយើងទាំងពីរជាប់គុកជាមួយគ្នាលោកមិនចាំបាច់និយាយច្រើនទេទៅជាបន្ទាន់បាទធ្វើយ៉ាងណាឲ្យបានឆាប់បាទស៊ូឈឺមិនបាច់បារម្ភទេទោះជាបងប្រុសត្រូវនាំខ្លួនទៅកាន់រាជធានីខ្ញុំគិតថាគាត់មិនអីទេស៊ូស៊ឺណាមីលោកម្ចាស់លោកគឺម្នាក់នេះជាអ្នកនាំសាររបស់ស៊ូឈឺឈ្មោះលីហ្វូស៊ូឈឺមានការអីលោកម្ចាស់នេះគឺជាសម្បត្តិរបស់លោកម្ចាស់ខ្ញុំលេខទីបានធ្វើការប្តឹងផ្តល់នៅក្នុងសវនាការព្រះអង្គបានចេញព្រះរាជបញ្ជានាំខ្លួនលោកដើម្បីទៅសួរចម្លើយតែរឿងអីទៅអ្នកបម្រើប្រតិទិបតីបានផ្តល់ដំណឹងមិនបានជីងថាប្រតិទិបតីបានចេញគម្ពីរកវីរបស់លោកក្រោយពីដែលអ្នកទាំងនោះបានដឹងហើយពួកគេចោទថាលោកមានគំនិតប្រឆាំងរាជការហើយគម្ពីរកវីរបស់លោកគឺមានការតាក់ទងនឹងត្រកូលចៅកំណត់ហេតុគ្រួសារត្រកូលចៅមែនទេត្រូវហើយគឺមានការប៉ះពាល់ដល់ព្រះអង្គហើយនេះលោកម្ចាស់ខ្ញុំឲ្យមកជម្រាបលោករកវិធីដោះស្រាយជាបន្ទាន់ក្នុងលោកមិនមែនមនុស្សកំសាកគ្រប់គ្នាទេជួបរឿងប៉ុណ្ណឹងតែមានអីគួរខ្លាចគេចោទយើងដោយគ្មានមូលហេតុយើងមានរឿងអីត្រូវកិច្ចខ្លួននោះម្យ៉ាងទៀតខ្ញុំនិយាយសុទ្ធតែជាពាក្យពិតនិយាយពាក្យពិតក៏មានទោសដែរមែនទេអញ្ចឹងស៊ូស៊ឺខ្ញុំរស់នៅក្នុងលោកនេះមានន័យអ្វីទៀតខ្ញុំទៅលត់ទឹកសម្រាប់ខ្លួនដូចជាយានល្អជាងតែប្រាប់ស៊ូឆាទៅកុំឲ្យគេបារម្ភអីបាទបញ្ជាក់ខ្ញុំសុំលីហើយទៅចុះខ្ញុំដឹងថាខ្ញុំធ្វើរាជការមានការថងថ្នាក់តែសូមទុកពេលឲ្យខ្ញុំរៀបដំណើរគ្រួសារខ្ញុំសិនបានទេមិនតាន់ដល់ថ្នាក់នេះទេគ្រាន់តែមានបញ្ជានាំខ្លួនលោកទៅរាជធានីសួរចម្លើយប៉ុណ្ណោះនៅហៅខ្ញុំថាលោកអញ្ចឹងបានន័យថារាជការមិនតាន់បញ្ឈប់ដំណើររបស់ខ្ញុំទេបើខ្ញុំមិនតាន់ត្រូវបញ្ឈប់បានន័យថាខ្ញុំនៅតែជាមន្ត្រីរាជការពួកលោកមានរឿងអីមកចាប់ខ្លួនខ្ញុំបាននោះនេះជាបញ្ជារបស់សាលាច្បាប់នាំខ្លួនទៅកាន់រាជធានីចាប់ខ្លួនបាទសិនរាជការគ្រាន់តែឲ្យយើងទៅផ្ដល់ចម្លើយតែប៉ុណ្ណោះសូមលោកកុំបារម្ភអីយើងនឹងទៅជាមួយលោកតាមសម្រួលដោះឯកសណ្ឋានចេញនាំខ្លួនគេទៅលោកពុកឲ្យចេញទៅពុកលោកម្ចាស់ស៊ូ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 សូមឲ្យលោកម្ចាស់ស៊ូលោកម្ចាស់ផងណាស៊ូលោកម្ចាស់សាលោកបាទសូមជឿលោកកន្លងបីដល់ស្មារតីកុំឲ្យមានរឿងអសរស្មារតីសូមពីដល់ថែរក្សាលោកបាទស៊ូថែរក្សាលោកបាទស៊ូ
សូមទៅឲ្យបានសុខណានោះគឺជាថ្ងៃដ៏អាប់អួរបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃវប្បធម៌ប្រទេសចិនពីព្រោះថានេះគឺជាករណីទី1ដែលចាប់ផ្ដើមដាក់ទោសទៅលើអ្នកនិពន្ធកំណាព្យលោកម្ចាស់ស៊ូលោកម្ចាស់ស៊ូលោកម្ចាស់ស៊ូផ្ដេសផ្ដាស់ពេកហើយអ្នកស្រីធ្វើអីហ្នឹងអត់ទេកុំដុតចោលនេះជាអាយុជីវិតរបស់លោកម្ចាស់បើមិនមែនកំណាប់ទាំងនេះគាត់ក៏មិនជាប់គុកដែរអ្នកស្រីខ្ញុំសូមបងចាប់ដុតទៀតទៅចាប់ដុតទៅលោកម្ចាស់ឆៅគូពេលដែលជួបស៊ូស៊ឺត្រូវចាប់ណាកុំប៉ះពាល់ដល់អ្នកដទៃបើមិនចឹងទេស៊ូស៊ឺហាមាត់និយាយអីក៏មិនកើតដែរ បាទលោកគ្រូខ្ញុំនិយាយសិនហើយ ពកឈឺទេ ស៊ូម៉ៃយំមិនអីទេ លោកម្ចាស់វាងពូឲ្យកូនខ្ញុំតែពីមិនរត់ទៅណាទេសូមស្រាយចំណោយឪពុកខ្ញុំទៅអាល្អិតឯនេះមានស្គាល់ច្បាប់ទេគឺពួកលោកមិនស្គាល់ច្បាប់ឪពុកខ្ញុំមិនទាន់ត្រូវបញ្ឈប់ពីតំណែងអ្នកទាំងអស់គ្នាកំពុងតែធ្វើបាបមន្ត្រីរាជការ ស៊ូម៉ៃ ហេតុអីលោកវាយខ្ញុំ ស៊ូម៉ៃកុំទៅរវល់នឹងពួកគេអីស៊ូម៉ៃសូមកូនអភ័យទោសឲ្យពុកផងណាពីតូចមកពុកមិនដែលវាយកុំមិនអីទេតែមិនស្មានថាឯនៅជាមួយពុកទៅគេប្រមាថយ៉ាងនេះសោះ ពុកកុំពិបាកចិត្តអីយើងមិនជឿថាក្នុងលោកគ្មានច្បាប់នោះទេឪកូនឯងទាំងពីររុកចាប់ចោះណែបាត់តែទៀតដាក់ថ្នាំសណ្ដំនៅក្នុងបាយរបស់ពួកវាស្ដាប់បាទទេបាទថ្នាំសណ្ដំពិតជាស័ក្តិសិទ្ធិណាស់ឆាប់ទៅមើលតើមានមនុស្សនៅមាត់បឹងទេបាទហើយយកឲ្យកូនគេទាំងពីរបោះចូលក្នុងបឹងទៅបាទឆាប់ទៅមើលបាទ
ពិតជាសាហាវមែន ឯងជានរណា ឯងដាក់ថ្នាំសដំលើពួកគាត់ទម្លាក់គាត់ចូលក្នុងទឹករួចហើយចោលពួកគាត់ថាលួចរត់ដោយសារខ្លាចមានទោសឯងស្មានថាគ្មានអ្នកណាដឹងឥឡូវឯងឃើញអាប្រមាណអ្នកនោះទេវាតែចូលក្នុងទឹកបឹងដោយសារតែស្វឹងស្រាឃើញហើយ យើងនឹងតាមពីក្រោយលោករហូតបើលោកធ្វើបដិប្រាស់ចំពោះពួកគាត់លោកក៏ធ្លាក់ចូលក្នុងទឹកដោយសារតែស្វឹងស្រាដែរហើយមិនឃើញសាកសពទៀតផងបាទឆាប់ស្លាយចំណងព្រាមនេះគឺជាគុកនៃសាលាច្បាប់រាជធានីពានជីងដែលមានឈ្មោះថាអ៊ូថៃករណីស៊ូស៊ឺកាត់ឡើងដោយសារតែកំណាព្យដូច្នេះហើយក៏ហៅថាករណីកំណាព្យអ៊ូថៃស៊ឺដល់ពេលសួរចម្លើយសូមអញ្ជើញឲ្យឆាប់ឡើងទៅមនុស្សចង់សៀតមិនសក់ចិត្តទេអ្នកដែលមកដល់ទីនេះគ្មានមនុស្សល្អទេប្រាប់ឯងទៅឲ្យតែមកដល់ទីនេះមិនថាមនុស្សយ៉ាងណាក៏ដោយបើអ្នកត្រូវងើបពុកឡើងបើខ្លាត្រូវក្រាបចុះបើសិនជាប៉ះដៃប៉ះជើងប្រមាថដល់យើងទៀតយើងលែងគួរសមជាមួយលោកហើយយ៉ាងខ្លាំងផងហ៎ហេលោកចាស់មិនបានទេបើសិនជាលឺដល់ព្រះអង្គនោះប្រកាសជាវីវធំហើយគាត់ក៏ជាមន្ត្រីជាន់ខ្ពស់របស់រាជការដែរចេញទៅបានឬមិនបានមិនទាន់នឹងទេទៅអ្នកលុតជង្គង់ជាដណ្ដាត្រកូលអីឈ្មោះអីអាយុប៉ុន្មានស្រុកនៅឯណាលីទីងយើងមិនតន់ត្រូវបញ្ឈប់ពីតំណែងហើយបានចាក់ឲ្យយើងថ្វាយបង្គំឯងស៊ូស៊ឺយើងថ្វាយបង្គំទេវតាថ្វាយបង្គំពុកម្ដាយថ្វាយបង្គំព្រះមហាក្សត្រតែមិនថ្វាយបង្គំមនុស្សអាក្រក់ទេហើយក៏មិនថ្វាយបង្គំមនុស្សអកតញ្ញូដែរបែកគេភ្លាមឈប់សិនស៊ូស៊ឺអូចាំងចៅគេនិយាយថាក្តុក10ឆ្នាំបណ្ដងគេបណ្ដងយើងស៊ឺយើងទាំងពីរជាមិត្តរួមថ្នាក់ជាមួយគ្នាការដោះឯងគឺជាអ្នកកាត់ក្តីនៅហ្វុងសៀងយើងជាអ្នកកាន់ច្បាប់ក្រោមការគ្រប់គ្រងរបស់ឯងបើនឹកស្មានថាថ្ងៃនេះយើងទាំងពីរបានជួបគ្នាបែបនេះសោះគ្មានអីគួរឆ្ងល់ទេអូបាននិយាយទៅមើលជូមីងកាលពី20ឆ្នាំមុនយើងទាំងពីរអ្នកទូងស្គរប៉ណ្ណឹងផ្ដោតនៅក្នុងរាជធានីប្រៀបដូចជាកាលពីម្សិលមិញសោះប៉ុន្តែក្រោយមកឯងលួងវាងអានស៊ឺរនេបរណប់វាងអានស៊ឺនៅទីបំផុតឯងក្បត់នឹងវាងអានស៊ឺចុះចូលជាមួយអបរាជវាងគួយហើយក៏ប្រែគំនិតចាប់តាំងពីពេលនោះមកការបង្កើតច្បាប់ថ្មីវាងអានស៊ឺឲ្យយើងចូលរួមចានលើកប៉ុន្តែយើងមិនយល់ព្រមថ្ងៃនោះបើសិនជាយើងយល់ព្រមពួកឯងគ្រាន់តែជាក្របអុករបស់យើងតែប៉ុណ្ណោះស្បោះនឹងព្រះមហាក្សត្រមិនមែនស្បោះនឹងមន្ត្រីណាម្នាក់នោះទេកណ្ដុំមកមន្ត្រីអាក្រក់តែងតែនិយាយថាស្មោះចំពោះព្រះមហាក្សត្រក៏ប៉ុន្តែជាក់ស្ដែងក្បត់នឹងមិត្តភក្តិក្បត់នឹងគ្រូរបស់ជូមីងកុំនិយាយជាមួយគេច្រើនបើមិនប្រើទណ្ឌកម្មគេមិនដឹងថាច្បាប់ខ្លាំងយ៉ាងណាទេតើច្បាប់ស្អីទៅលីទីងតាមច្បាប់មហាសង្ឃយើងនិយាយស្ដីគ្មានខុសទេស៊ូស៊ឺយើងសរសេរកំណាព្យពី3តែមានទោសអីទៅតើច្បាប់មហាសង្ឃមានកំណត់ទេម្យ៉ាងទៀតយើងមិនតាន់ត្រូវបញ្ឈប់ពីតំណែងអ្នកទាំងអស់គ្នាបានជាទុកយើងជាអ្នកទោសគឺអ្នកទាំងអស់គ្នាមើលស្រាច្បាប់នៅហ៊ាននិយាយពីច្បាប់ទៀតនេះគឺជារឿងមួយដែលគួរអស់សំណើចណាស់ស៊ឺថ្លាំធំណាស់នៅប្រកាច់អីទៀតឯងសរសេរកំណាព្យប្រឆាំងនឹងច្បាប់ថ្មីមិនក៏ថាគ្មានទោសទៅវិញចំពោះការតែងកំណាព្យតាមចិត្តរីករាយនឹងការមើលឃើញឬក៏ការមិនសប្បាយក្នុងចិត្តយកកំណាព្យមកធ្វើការរៀបរាប់វាគឺជាលក្ខណៈពិសេសរបស់កំណាព្យតែមានទោសមកពីណាទៅពួកឯងមិនស្គាល់ពីកំណាព្យមិនមែនជាកំហុសរបស់យើងទេឯងថ្លើមធំណាស់ខ្ញុំគឺជាយ៉ាដាខ្ញុំជាកូនប្រុសរបស់ស៊ូស៊ឺឈ្មោះស៊ូម៉ៃខ្ញុំមករកលោកម្ចាស់យ៉ាប្រុសស៊ូសូមជួយទៅវិញទៅឥឡូវនេះមិនដូចមុនទេ
អ្នកដលោកអ៊ំខ្ញុំគឺជាកូនប្រុសរបស់ស៊ូស៊ឺឈ្មោះស៊ូម៉ៃខ្ញុំមករកលោកម្ចាស់អូអ្នកប្រុសស៊ូអីលោកម្ចាស់យើងមិននៅទេអ្នកប្រុសទៅរកអ្នកផ្សេងចុះកំណាប់បង្ហាញពីអត្តន័យនិងស្មារតីរបស់អ្នកសរសេរកំណាប់បើសិនជាប្រកាន់កំណាប់ហើយចោទថាមានទោសដូចជាមិនសមហេតុផលទេហើយជាការចោទប្រកាន់ដែលគ្មានសំអាងច្បាស់លាស់ម្យ៉ាងទៀតអស់លោកមិនស័ក្តិសមនៅក្នុងសាលាច្បាប់រាជធានីទេបានហើយចង់សម្រាប់រឿងមួយយ៉ាងណាតាមចិត្តរបស់ពួកលោកទៅបើសិនជាសួរតទៅទៀតហើយគ្មានកន្លែងអង្គុយយ៉ាងនេះយើងក៏មិនកំណត់ពួកអស់លោកឯងដែរអេតើគេជាអ្នកសួរចម្លើយឬមួយក៏យើងជាអ្នកសួរចម្លើយលោកបងអ្នកទៅពីស្អែកសួរចម្លើយទៀតយើងដូរវិធីផ្សេងរបស់ជុំមីរបស់មានវិធីអីបើស៊ូស៊ឺស្ដាប់តាមបញ្ជាពួកយើងក៏តាមដំណើរទៅលោកបងចាំងនិយាយត្រូវមែនពួកយើងសួរចម្លើយម្ដងហើយម្ដងទៀតមិនថាយប់មិនថាថ្ងៃរឿងអីគេមិនសារភាពនេះគឺជាវិធីល្អខ្ញុំសុំបងឲ្យខ្ញុំទៅជួយខ្ញុំបងឲ្យខ្ញុំជួយចូលខ្ញុំបងខ្ញុំសុំបងស៊ូម៉ៃថយចេញស៊ូម៉ៃវ៉ាងកុងស៊ូម៉ៃតើឯងចង់ធ្វើអីហើយនេះបានជាមករាជធានីខ្ញុំនឹងពុកខ្ញុំមករាជធានីប្រហែលថ្ងៃទៅហើយប៉ុន្តែមិត្តភ័ក្តិរបស់ពុកខ្ញុំម្នាក់ធ្វើការនៅឆ្ងាយអ្នកដែលនៅក្នុងរាជធានីខ្ញុំតាមរកហើយគ្មានអ្នកណាប្រឹងជួយខ្ញុំនោះទេពួកគេចាត់ទុកយើងដូចជាទេវតាជំងឺមិនព្រមឲ្យចូលទេឯងមានតែតាមរកគ្រួសារលោកតាទេទៅដែរប៉ុន្តែពួកគាត់ជប់តាក់ទងជាមួយនឹងយើងយូរហើយហើយនេះបានចាឯងមិនមករកយើងពុកខ្លាចលពូជាប់ពាក់ព័ន្ធហើយស៊ូស៊ឺហើយស៊ូស៊ឺហើយឯងមានហាក់ដូចជាមួយសាវ៉ាងកុងយើងពេកហើយចិត្តរបស់មនុស្សពិតជាស្មានមិនត្រូវមែននៅពេលដែលមានគ្រោះថ្នាក់មកដល់រត់យកប្រាស់យករៀងខ្លួនស៊ូម៉ៃឯងមិនចាំបាច់ទៅណាទៀតទេនៅក្នុងផ្ទះរបស់ពូចោះណាអ្វីគឺពូទទួលខុសត្រូវហើយចុះគ្រួសាររបស់ឯងយ៉ាងម៉េចដែរពេលនេះពូគាត់កំពុងតែធ្វើដំណើរទៅតាមរកលោកពូខ្ញុំនៅណាំងជីងនេះគឺជាការល្អទៅផ្ទះវិញទៅដាំបាយធ្វើម្ហូបឲ្យពុករបស់ឯងហូបអរគុណលោកពូដែលបានជួយខ្ញុំស៊ូបៃក្រោកឡើងពួកយើងគឺជាគ្រួសារតែមួយទេលោកម្ចាស់សូមអញ្ជើញលាងជើងទៅកុំឲ្យកក្រិចពេកមកលាងជើងហើយនេះបានចាក់ឯងល្អចំពោះយើងមិនដែរពីព្រោះលោកគឺជាមន្ត្រីល្អរបស់ប្រជារាស្ត្រលោកតារបស់ខ្ញុំជាអ្នកស្រុកស៊ីចៅគាត់មកប្រាប់ពួកខ្ញុំថាគឺលោកម្ចាស់ទេជាអ្នកសង្គ្រោះជីវិតប្រជារាស្ត្រជាង20,000 នាក់ខ្ញុំជួយលោកម្ចាស់មិនបានតែខ្ញុំអាចបម្រើលោកម្ចាស់កុំឲ្យលោកម្ចាស់ហត់នឿយពេកអពយើងខ្លាចតែនាំទុកដល់ឯងទេលោកម្ចាស់សុកចិត្តជាប់គុកដើម្បីប្រជារាស្ត្ររឿងអីខ្ញុំមិនអាចជាប់គុកដើម្បីលោកម្ចាស់បានលាងឈិនបានឮសម្ដីឯងពេលនេះទោះជាយើងជាប់គុកក៏គ្មានអ្វីគួរខ្លាចដែរលោកម្ចាស់ប្រឹងប្រែងតវ៉ាលីទីងប្រកាសជាមិនសប្បាយចិត្តគេនឹងធ្វើបាបលោកតទៅទៀតទោះជាពួកគេពូកែយ៉ាងណាក៏ស្រេចតែពួកគេចុះនៅក្នុងយប់នេះពួកគេប្រកាសជានាំគ្នាសួរចម្លើយលោកទាំងយប់ខ្ញុំមានមធ្យោបាយមួយប្រាប់ដល់លោកទោះជាពួកគេធ្វើបាបលោកយ៉ាងណាលោកក៏មាត់កំកមួយម៉ាត់ក៏មិននិយាយដែរពួកគេប្រកាសជាធ្វើអីលោកមិនបានលាងជើងរួចហើយលោកសម្រាប់ទៅយប់ឡើងនឹងតទួជាមួយពួកគេខ្ញុំនឹងធ្វើដូចជាស៊ីជឿចូលក្នុងជំនុំទ័ពមួយម៉ាត់ក៏មិននិយាយលោកជួយដល់ប្រជារាស្ត្រទេវតាដឹងទេវតាប្រកាសជាជួយថែរក្សាលោកម្ចាស់ឲ្យមានសេចក្តីសុខតាំងពីព្រេងនាយមកកំណាព្យគឺមានអត្តន័យជ្រៅជ្រះមានភាពស្អាតនៃអក្សរសាស្ត្រនិងវប្បធម៌តាំងពីរាជការចូលមកក៏គេទទួលស្គាល់ដែរក្រោយមកព្រះរាជាឈិញចេញច្បាប់ដុតចោលគម្ពីរកំណាព្យសៀវភៅអក្សរសាស្ត្រទាំងឡាយដើម្បីបិទមាត់មនុស្សលោកហេតុនេះហើយទើបរាជវង្សឈិញមានអាយុខ្លីណាស់រហូតដល់រាជវង្សហានតែមិនបន្តរក្សាអក្សរសាស្ត្រនិងវប្បធម៌គឺស្ដាយតាំងពីនឹងមករាប់ពាន់ឆ្នាំទៅហើយបើសម្រាប់ស៊ូស៊ឺរាជមិនសុខចិត្តទេបើស៊ូស៊ឺស្លាប់ក៏ស្លាប់ដើម្បីជាតិដែរ
ស៊ូស៊ឺស្លាប់មន្ត្រីអាក្រក់កាន់តែក្អេកក្អាងថែមទៀតការខ្សោយឬខ្លាំងនៃរាជការគឺស្ថិតនៅលើអ្វីដែលបានធ្វើចំពោះមុខសូព្រះអង្គមានព្រះតម្រិះយើងតាំងចិត្តកែប្រែច្បាប់កសាងជាតិហ្វាន់ចិនបែរជាយកយើងមកប្រៀបជាមួយនឹងព្រះជាឈិញទៅវិញកែប្រែច្បាប់ដើម្បីពង្រឹងពង្រីកមហាសង្ឃហេតុអីក៏កែប្រែច្បាប់ពិបាកម្ល៉េះអស់លោកនិយាយទៅមើលតើមហាសង្ឃគួរកែប្រែច្បាប់ចាស់ទេព្រះអង្គនៅក្នុងលោកគ្មានអ្នកណាបានកែប្រែច្បាប់ទេព្រះអង្គគឺជាទេវបុត្រឋានលើគឺជាមហាក្សត្រដែលមានព្រះបញ្ញាញាណនៃមហាសង្ឃយើងព្រះអង្គជាព្រះអង្គឆ្លៀសវៃរបស់មហាសង្ឃពួកលោកកុំស្មានថាយើងពិតជាវង្វេងឲ្យសោះរឿងអីទៅព្រះអង្គឆ្លៀសវៃឲ្យតែយើងមិនមែនជាព្រះអង្គវង្វេងអត់ដឹងអីវាក្រាន់បាពេកហើយមើលហ្វាន់ចិនទៅមើលគេស្ទើរតែថាឲ្យយើងជាព្រះមហាក្សត្រផ្ដាច់ការទៅហើយព្រះអង្គហ្វាន់ចិនប្រមាថព្រះអង្គយ៉ាងនេះគេមានទោសធ្ងន់ធ្ងរណាស់សូមព្រះអង្គដាក់ទោសគេទៅព្រះអង្គរាជការមិនដែលសម្លាប់មន្ត្រីដែលផ្ដល់យោបល់ពិតនោះទេហ្វាន់ចិនមានកំណត់អាក្រក់និយាយរឿងដែលមិនពិតថ្វាយសារគឺនិយាយពីសភាពការបើមិនឲ្យនិយាយថ្វាយសារធ្វើអីព្រះអង្គលោកអបរាជទី2អូឆុងស្លាប់ដោយសារតែជំងឺហើយក្រាបទូលថាម៉េចលោកអបរាជអូឆុងស្លាប់ហើយមិនបានជាអញ្ចឹងមានរឿងអីកើតឡើងអីទៅណាស់ហើយចុះរឿងហ្វាន់ចិនទុកមកខាងសិនចុះអ្នកណាក្បត់នឹងយើងក៏ក្បត់ទៅយើងមិនប្រកាសអ្នកទាំងនោះទេវ៉ាងគួយប្រកាសណាថ្លៃវិសេសដឹកនាំមន្ត្រីរាជការរៀបចំពិធីបុណ្យរបស់អូឆុងក្នុងលក្ខណៈបុណ្យធំទទួលព្រះរាជបញ្ជាសុឈើអ្នកបងពួកយើងសើតែមិនអាចជួបគ្នាបានហើយចូលទៅក្នុងផ្ទះទៅចូលទៅក្នុងទៅចូលទៅក្នុងផ្ទះទៅណាចូលទៅក្នុងទៅហើយចេងឈប់មកយប់ទៅហើយចូលក្នុងផ្ទះសម្រាប់ទៅអេចៅស្រីស៊ូស៊ឺបើសិនជាមានគ្រោះថ្នាក់អ្វីមួយស្លាប់តាក៏មិនចង់រស់ដែរនេះជាសម័យអីទៅដាច់ការណាយើងនៅទីនេះរូបចាប់មើលព្រះមហាក្សត្រកាត់ទោសឪពុកក្មេករបស់នាងយ៉ាងណាបើសិនជាឪពុកក្មេកនាងស្លាប់យើងក៏ឡើងទៅសម្ដេចធំវៃតាព្រះមហាក្សត្រវៃតាមន្ត្រីអាក្រក់លោកតាខឹងជ្រុលពេកហើយចៅស្រីតាមិនប្រវីទេតាចង់មើលអ្នកណាហ៊ានធ្វើអីយើងឯងនេះពិតជាមាត់រឹងណាស់យើងត្រូវការដេកពួកឯងនាំគ្នាសួរចម្លើយគេទៀតទៅបាទស៊ូថ្ងៃនេះមានកៅអីឲ្យឯងអង្គុយហើយអង្គុយចុះទៅយើងចង់សួរឯងថាសាលាក្តីមានសិទ្ធិសួរចម្លើយយើងនៅក្នុងគុកហើយនឹងដាក់ទណ្ឌកម្មលើយើងទេពួកគេសួរចម្លើយអីយើងមិនបានបញ្ជាពួកគេសួរចម្លើយទេក៏ប៉ុន្តែទោះជាមន្ត្រីជាន់ខ្ពស់ណាក៏ដោយឲ្យតែមកដល់ទីនេះត្រូវតែគោរពច្បាប់នៅទីនេះដូច្នេះហើយត្រូវតែមានច្បាប់ទម្លាប់ខ្លះដែរតែមែនទេឯសើរឿងអីកាលនោះប៉ាចិនបាននិយាយថានេះហើយជាគុកធំសាលាច្បាប់បើសិនជាមនុស្សអាក្រក់ជាអ្នកកាន់កាប់ហើយវានឹងខ្លាយទៅជាឋាននរកខ្លាយជាកន្លែងធ្វើបាបមន្ត្រីល្អហេតើឯងត្រង់ទេឯងស្មោះនឹងព្រះមហាក្សត្រទេឯងជាមន្ត្រីស្មោះត្រង់ទេយើងមិនហ៊ានថាខ្លួនឯងជាកំពូលមន្ត្រីស្មោះត្រង់ទី1នៃមហាសង្ឃទេតែពីតូចមកយើងមានឪពុកម្ដាយអប់រំមានព្រះមហាក្សត្រជាអ្នកដឹងឮមហាសង្ឃប្រកាន់នូវធម៌កតញ្ញូជាចម្បង
យ៉ាងហោចណាស់យើងដឹងថាកតញ្ញូតាធម៌គឺជាអ្វីដែរនេះទីយើងចូលបទីនេះគឺជាបទីកាត់ក្តីឯហេតុថាយើងគ្មានធម៌កតញ្ញូចុះឯមានធម៌កតញ្ញូស្អីទៅឈប់សិនឯងច្រឡំមនុស្សល្អហើយសត្វក្អែបចិញ្ចឹមខ្លួនឯងក៏ដឹងដែរក្នុងមួយថ្ងៃ3ពេលវាយកចំណីយកទៅឲ្យមេរបស់វាចំណែកឯងកាត់ទោសស៊ូដោយសារតែសងសឹកគំនុំតខ្លួនតែប៉ុណ្ណោះឯងនិយាយយ៉ាងនេះបានន័យថាឯងប្រមាថមើលងាយបន្ត្រីរាជការហើយក្រោយពេលច្បាប់ខ្ចីប្រាក់ប្រកាសចេញមកព្រះអង្គមិនបង្ខំឲ្យប្រជារាស្ត្រខ្ចីប្រាក់ទេប៉ុន្តែតំបន់ជាងសួរហើយនឹងជឿជាងហើយដើម្បីបានជាបិទប្រកាសបង្ខំឲ្យប្រជារាស្ត្រទៅខ្ចីប្រាក់យ៉ាងនេះក្រោយមកនៅក្នុងគុកហាងចៅសុទ្ធតែជាអ្នកទោសហាងបាត់ទ្វារស្រែចម្ការទុកចោលអ្នកណាក៏បានដឹងដែរលីទីងឯងហ៊ានដោះឯកសន្តានរបស់ឯងចេញហើយទៅពិនិត្យមើលជាក់ស្ដែងជាមួយនឹងយើងទេឯងធ្វើយ៉ាងនេះគឺជាការប្រមាថដល់ច្បាប់ថ្មីហើយប្រមាថបើអញ្ចឹងហេតុអីបានជាការនោះលោកម្ចាស់សិនផ្ដល់ស្បៀងឲ្យប្រជារាស្ត្រភៀសខ្លួនហើយនៅពេលដែលព្រះអង្គទតឃើញជនភៀសខ្លួនច្រើនយ៉ាងនេះហេតុអីបានជាដកហូតតំណែងអបរាជវ៉ាងអានស៊ឺនេះគឺគ្រោះធម្មជាតិនៅទូទាំងនគរគឺប្រជារាស្ត្រដូចតែគ្នាទេពីមុនហានចៅក៏មានគ្រោះរាំងស្ងួតនិងសត្វល្អិតកើតឡើងហេតុអីការនោះគេអាចដោះស្រាយបាននៅក្រៅពេលដែលបង្កើតច្បាប់ថ្មីហេតុអីបានជាដោះស្រាយមិនបានពួកឯងដឹងតែពីលួងប្រតិព្រះមហាក្សត្រធ្វើនេះគឺដើម្បីឡើងឋានៈដើម្បីឡើងបុណ្យស័ក្តិមិនគិតពីការស្លាប់រស់របស់ប្រជារាស្ត្រទេតើនេះគឺជាការស្មោះត្រង់មែនទេភាគច្រើនគេតែងតែហៅថាមន្ត្រីលួងលោមស្អីទៅហៅថាមន្ត្រីលួងលោមបានន័យថាបញ្ចុះព្រះមហាក្សត្រភូតកុហកព្រះមហាក្សត្រប៉ុន្តែបានជាគម្រាមកំហែងធ្វើបាបប្រជារាស្ត្រសូត្រង់ឯងឈប់និយាយទៅស៊ូចាប់ជាពិបាកបែបយើងជាអ្នកសួរចម្លើយគេតែឥឡូវគេបែរជាសួរចម្លើយពួកយើងទៅវិញបើសិនជាមិនកើតទេយើងប្រើតតកម្មធ្ងន់ធ្ងរទៅចាំមើលតើគេដល់រឹងរូតដល់ទៀតវាយគេទៅវាយឲ្យខ្លាំងដៃទៅចាំមើលតើគេមករឹកដល់ទៀតមកលោកគ្រូលោកដោះស្រាយរឿងក្តីប្រកាសជាហត់នឿយហើយយើងបានឲ្យគេចំអិនសម្លគុយហ្វាបំបត្តិធាតុក្តៅហើយនឹងម្សៅពឹសយើងហូបជាមួយគ្នាទៅសូមអរគុណលោកនំគ្នាអង្គុយទៅរឿងក្តីរបស់ស៊ូស៊ឺវែងឆ្ងាយមិនងាយដោះស្រាយទេម្យ៉ាងទៀតស៊ូស៊ឺមិនមែនជាមនុស្សធម្មតាឡើយសំខាន់គឺគេជាមនុស្សរឹងរូសដោះស្រាយរឿងក្តីនេះកុំស្មានថាគឺជាការងាយស្រួលអីសោះត្រូវតែសួរតាមដំណើរទោះជាស៊ូស៊ឺអត់ធ្មត់យ៉ាងណាក៏ទ្រាំពិបាកនៅក្នុងគុកមិនបានគង់តែលេចចេញនៅចំណុចខ្សោយដល់ពេលនោះគេនឹងសារភាពដោយខ្លួនឯងហើយកិច្ចការរបស់យើងក៏បានជោគជ័យដែរលោកអបរាជនិយាយត្រូវហើយយ៉ាអូនទាំង3ទុកឲ្យចុងភៅធ្វើទៅឆ្ងាញ់ជាងពួកអូនណាអត់ទេពួកយើងជាអ្នកចម្អិនអាហារជួយលោកម្ចាស់ស៊ូដោយផ្ទាល់ដៃហើយលោកបងស៊ូស៊ឺគឺជាកម្ពុជាអ្នកប្រាជ្ញម្នាក់ឥឡូវខ្លាយទៅជាមនុស្សដែលត្រូវមន្ត្រីអាក្រក់ធ្វើបាបហើយស៊ូថ្ងៃ15ខែ8កំណាប់ដែលឯងតែងនៅឈៀនថាងគឺជាកំណាប់ប្រមាថដល់ព្រះមហាក្សត្រកសាងទំនប់ទឹកជីវិតមនុស្សទាំងឡាយគឺមានតម្លៃមិនគួរប្រថុយស្លាប់ដោយគ្មានន័យទេគឺឃ្លាមួយនេះមែនទេមែនហើយបើសិនជានិយាយពីរឿងទឹកគឺមានការតាក់ទងដល់ព្រះអង្គកសាងទំនប់ទឹកនៅបន្លាយទឹកវិញនោះអញ្ចឹងមនុស្សនៅក្នុងលោកនេះក៏ខ្លាចទៅជាមនុស្សកោទៅហើយកំប្រកាយទៀតកំណាប់ទាំងពីរនេះគឺបានន័យថាមើងងាយអ្នករៀនសូត្រដូចជាពួកយើងទាំងអស់គ្នាតើឯងមានមុខមាត់អីតាំងខ្លួនជាអ្នកប្រាជ្ញទៅខ្ញុំចេះតែឆ្ងល់មហាសង្ឃតែងតែមានចិត្តអំនួតព្រោះតែមានអ្នកយល់ដឹងច្រើនប៉ុន្តែមិនដឹងហេតុអីក្នុងនាមជាមន្ត្រីកាន់កាប់សាលាច្បាប់ដូចជាពួកឯងនេះសុទ្ធតែជាមនុស្សពិការភ្នែកខ្លាប់ធំឯងថាឲ្យពួកយើងជាមនុស្សខ្វាក់ភ្នែកអញ្ចឹងកំណាប់របស់ឯងបានន័យថាម៉េចប្រកាន់សច្ចធម៌ក្នុងលោកកំណាប់ចង់តែងពីអ្វីក៏តែងទៅប៉ុន្តែអ្នកខ្លះរៀនសូត្រជ្រៅជ្រះហាមមាត់ឡើងសច្ចធម៌ប៉ុន្តែការពិតគេទុកការរៀនសូត្រនេះជាកម្មចិន្តាដើម្បីស្វែងរកឋានៈបុណ្យស័ក្តិនៅពេលដែលមានឋានៈបុណ្យស័ក្តិហើយគេចាប់ផ្ដើមស្វែងរកទ្រព្យសម្បត្តិនោះបានន័យថាអ្នកទាំងនោះគឺជាអ្នករៀនសូត្រជ្រៅជ្រះប៉ុន្តែគំនិតរបស់គេមិនមែនបម្រើប្រជារាស្ត្រទេថ្ងៃណាមួយពេលដែលពួកគេស្លាប់ទៅភ្នូររបស់ពួកគេនឹងត្រូវឈូសចោលនៅក្នុងកំណត់របស់ខ្ញុំបាននិយាយហើយការពិត
យើងមិនគួរណាខ្វល់ខ្វាយពីរឿងឋានៈបុណ្យស័ក្តិឡើយបើអ្នកឆ្លាតគេប្រកាសជាយល់ពីអត្ថន័យនៃកំណាព្យរបស់ខ្ញុំឬមួយថាអ្នកដែលមិនអាចប្រឡងជាប់ជាមន្ត្រីត្រូវយំ3យប់3ថ្ងៃហើយមែនទេរីឯឃ្លាចុងក្រោយពីទៀតនោះគឺពេលឈួតវង្វេងមិនបាច់ខ្វល់ពេលស្វាងស្រាងគង់តែដឹងខ្លួនក៏ជារឿងពិតដែរអ្នកស្វាងស្រាជួនកាលក៏ឈួតល្ងីល្ងើនៅពេលដែលស្វាងគង់តែដឹងខ្លួនទេឯទុកបត្រីដូចជាពួកយើងចឹងសត្វតែជាអ្នកស្វាងស្រាបើមិនមែនបញ្ឈឺនោះបានន័យថាម៉េចអ្នកដែលស្វាងស្រានៅក្នុងលោកគឺមានច្រើនបែបណាស់ទោះជាទុកថាខ្លួនឯងជាអ្នកប្រមឹកក៏ដោយក៏ត្រូវតែមានទោសដែរមែនទេពួកឯងគឺជាអ្នកកាន់កាប់សាលាច្បាប់ប៉ុន្តែប្រើច្បាប់ធ្វើបាបគេតាមចិត្តចាប់កំហុសផ្ដេសផ្ដាសប្រើទណ្ឌកម្មផ្ដេសផ្ដាសបិទសិទ្ធិសេរីភាពមិនឲ្យគេនិយាយឬមួយថាទឹកដីមហាសង្ឃទាំងមូលគឺសម្រាប់តែពួកឯងទេសឺនៅក្នុងកំណាប់លីឆារបាយបាននិយាយថាកំណាប់អ្នកកបីគ្មានគ្រាល្អសម្រាប់ទឹកភ្នែកព្រោះឬបានកូនកំព្រានោះបានន័យថាច្បាប់ថ្មីរបស់យើងធ្វើបាបប្រជារាស្ត្របែបទេដោយសារតែមនុស្សដែលខ្វះការអប់រំបែរជាទទួលបានបទសាសន៍ដូចជាឯងនេះយើងសួរឯងទៅមើលច្បាប់កត់ត្រាទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រគឺជាច្បាប់ថ្មីមែនទេបើសិនជាវាត្រឹមត្រូវហេតុអីបានជាប្រងលុបចោលទោះជាក៏ដោយក៏ឯងមិនត្រូវយករឿងចិញ្ចឹមក្មេងកំព្រាបបប្របាត់ច្បាប់ថ្មីដែរលីវធីងឆើជាមនុស្សប្រកាសសច្ចធម៌នៅក្នុងរាជការអ្នកណាក៏ដឹងដែរការដែលគេកាន់កាប់មេចៅគេគឺជាអ្នកកាត់ក្តីឯងទៅសួរគេទៅមើលការនោះតាយើងរើបានក្មេងកំព្រាប្រមាណអ្នកលោកម្ចាស់លីឥឡូវនេះពួកយើងទាំងពីរនាក់ទៅមិចៅដើម្បីសួរសាកសីទៅមើលមិនចាំបាច់ទៅឆ្ងាយទេនៅទីនេះក៏យើងអាចកាត់ក្តីបានដែរឯងហ្នឹងឯងមិនសួរសាកសីមកកាត់ក្តីយើងបានន័យថាឯងចង់ទម្លាក់កំហុសលើយើងឯងទម្លាក់កំហុសលើមន្ត្រីមូលដ្ឋានដឹងថាត្រូវមានទោសយ៉ាងណាទេកុំឈៀវឆាវអីអ្នកដែលមានទោសស្រែកលោឡាក្នុងសាវតាការក៏ត្រូវមានទោសដែរតើយើងមានទោសមកពីណាចាំចៅតើឯងចេះកាត់ក្តីទេការនោះបើសិនជាមិនមែនយើងទេរឿងក្តីដែលឯងកាត់នោះត្រូវមានទោសលើខ្លួនឯងឥឡូវនេះឯងមានមុខមាត់អីមិនណែនាំយើងទៀតឆាប់ដកខ្លួនគេទៅវិញបិទសាវតាការ问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉宇，高处不胜寒，起舞弄清影，何色在人间？转朱阁，定栖湖，照无眠。不应有恨，何时长相？